មេរៀនយើងពាក់ព័ន្ធជាមួយនឹងមនុស្សឃាតដែលគុណបានសួរមិញថាក្នុងពុទ្ធសាសនាយើងវាចាក់ការសម្លាប់សត្វណាវាចាក់ការសម្លាប់សត្វចុះបើសិនបើយើងសម្លាប់ខ្លួនបាបអត់ណាបើសិនយើងសម្លាប់ខ្លួនយើងបាបអត់ណាបាបទេណាក្នុងនោះយើងគិតរឿងពីរណារឿងទី1ប្រសិនបើកូនគេថាឧទាហរណ៍ថាកូនហ្នឹងគាត់ពងដាយរបស់គាត់ឈឺគាត់អីត្រូវការដោះដូរអវយវៈណាមួយអញ្ចឹងឧទាហរណ៍ណាអញ្ចឹងគាត់បរិច្ចាគឧទាហរណ៍អាហ្នឹងបានបុណ្យហើយអត់បាបទេមែនទេគាត់សុខចិត្តស្លាប់ខ្លួនឯងដើម្បីបានអវយវៈណាមួយក្នុងរចរាងកាយរបស់យើងហ្នឹងទៅដើម្បីសង្គ្រោះជីវិតរបស់ឪពុកម្ដាយហ្នឹងគាត់បានបុណ្យហ្នឹងប៉ុន្តែមួយទៀតយើងត្រូវគិតលើពាក់ព័ន្ធជាមួយនឹងតោមនស្សមែនទេតោមនស្សអានោះវាពាក់ព័ន្ធចិត្តយើងសន្សំយូរសូម្បីតែក្នុងព្រះវិន័យក៏លោកបញ្ជាក់ដែរថាភិក្ខុអង្គណាសម្លាប់ខ្លួនត្រូវអាបត្តិហ្នឹងយើងមិនតាន់បានគិតទៅលើកំហឹងទៅលើតោសៈអីដែលយើងមានណាដែលយើងសន្សំមិនគេហៅសន្សំតែកាលណាសន្សំវាម្ដងតិចចឹងមើលនៅក្នុងពីណីក៏លោកបញ្ជាក់ដូចខ្ញុំណាប្រកេនខាងដើមថាប្រសិនបើកូននឹងគាត់លះបង់អវយវៈណាមួយសម្រាប់ពុកម្ដាយរបស់គាត់មិនបាបទេនឹងវាជាបុណ្យទេប៉ុន្តែមួយទៀតវាពាក់ព័ន្ធជាមួយនឹងការសន្សំរបស់យើងយូរទៅធម្មតាយើងមិនបាច់ចាំទៅដល់ថាសម្រាប់ខ្លួនបាបឬក៏មិនបាបទេយើងគិតផ្នែកមួយដែរបើអារម្មណ៍នៃការគិតកាលណាគិតទៅលើអ្វីដែលវាជាអកុសលវាអកុសលសុទ្ធសាធណាអាហ្នឹងវាបាបទេតែកាលណាគិតទៅបើណាគិតតែរឿងដែលល្អសំអ្វីដែលមិនល្អមកហូតពេលស្លាប់ទៅវាចុតិទៅវាមិនទៅលើទៅក្រោមហ្នឹងវាជាផ្នែកមួយប៉ុន្តែយើងត្រូវអ្នកដែលគាត់មានវិបត្តិហ្នឹងដូចយើងថាសម្រាប់ខ្លួនអញ្ចឹងយើងទៅទីប្រឹក្សានៅទីនេះក្នុងណាចង់បញ្ជាក់ថាអ្នកដែលនៅជុំវិញខ្លួនយើងប្រាប់គេទៅកុំខ្មាស់គេកុំអៀនណាយើងប្រាប់គេថាយើងមានវិបត្តិអីផ្លូវក្នុងចិត្តហ្នឹងសម្រាប់យើងអញ្ចឹងដែលធ្វើឲ្យយើងឈានដល់ដំណាក់កាលហ្នឹងណាចេះស្ដាយទីគុណមើលក្នុងរឿងភិក្ខុបនេចរមែនទេដែលបានអានរឿងភិក្ខុបនេចរណាសាច់រឿងហ្នឹងមានលក្ខណៈឈានទៅដល់សម្លាប់ខ្លួនយ៉ាងដូចគ្នាណាភិក្ខុបនេចរណាដែលគុណទៅវិញអានរឿងហ្នឹងទៅដល់គុណអានទៅជក់ចិត្តណារឿងភិក្ខុបនេចរអញ្ចឹងយើងត្រូវរកអ្នកចិត្តខាងមិត្តភ័ក្តិបងប្អូនយើងប្រាប់គាត់ទៅគាត់ដោះស្រាយសម្រាប់យើងឬក៏ថាយើងឈឺអីយើងទៅពេទ្យដាក់ថ្នាំមកដើម្បីឲ្យត្រូវជាមួយនឹងជំងឺរបស់យើងហើយត្រូវជំងឺដើម្បីវាស្រាលយើងមិនអាចទាញគាត់មកវិញបានទេថ្ងៃណាមួយគាត់នឹងគិតផ្លូវហ្នឹងហើយប៉ុន្តែយើងព្យាយាមបញ្យល់គាត់លើកទឹកចិត្តគាត់មនុស្សប្រភេទហ្នឹងត្រូវការលើកទឹកចិត្តហ្នឹងវាវិបត្តិធ្ងន់គឺវិបត្តិផ្លូវចិត្តច្រើនមានតែវិបត្តិផ្លូវចិត្តហ្នឹងទេគឺលំបាកណាស់ធ្វើឲ្យមនុស្សគិតខ្លី